ប្រធានវងអ្នកប្រហែលជាយល់ច្រឡំហើយអ្វីដែលទាំងអំបញ្ញមិញមិនមែនជា firewall របស់ក្រុមហ៊ុនទេហោមិនមែន firewall ទេចុះវាជាអ្វីទៅចង់ដឹងមែនទេមើលបន្តទៀតទៅ firewall ថ្មីបានលេចចេញមកហើយត្រូវហើយអំបញ្ញមិញគឺជាការវាយបកកំទេច firewall ដែលខ្លាញ់បន្លំដោយវីរុសអ្វីដែលពួកអ្នកកំពុងឃើញនៅពេលនេះគឺជា firewall ថ្មីដែលខ្ញុំបានស្រាវជ្រាវបង្កើតជាច្រើនឆ្នាំមកហើយវាមិនអាចទៅរួចទេប្រធានវងនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះរបស់ល្អនៅខាងក្រោយទៀតឥឡូវនេះចាប់ផ្ដើមស្វែងរកប្រភពដើមហើយវាយបកវិញការស្វែងរកប្រភពដើមបានបញ្ចប់ចំណុចចាប់ផ្ដើមនៃវីរុសគឺបណ្ដាញផ្ទៃក្នុងរបស់ក្រុមហ៊ុន Yais Server Node Zone 2មើលទៅក្រុមហ៊ុនមានមនុស្សក្បត់ហើយលោកពូ Server Node Zone 2ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកមែនទេមិនមែនអ្នកចង់លក់ Yais ហើយបង្កើតរឿងនេះឡើងដោយខ្លួនឯងទេដឹងខ្ញុំមិននឹងអាចខ្លាចជាអ្នកក្បត់ក្រុមហ៊ុនទៅខ្ញុំគឺជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនណាអញ្ចឹងអ្នកសាកបញ្យល់មើលហើយអ្វីបានជាវីរុសផ្ទុះចេញពី Server Node Zone 2របស់អ្នកទៅវិញខ្ញុំមិននឹងដឹងទៅនេះប្រហែលជាមានគេចូលលួចប្រាសិទ្ធរបស់ខ្ញុំគឺគេទម្លាក់កំហុសដាក់ខ្ញុំច្បាស់ជាបែបនឹងហើយដល់ពេលនេះហើយអ្នកនៅហ៊ានប្រកែកទៀតអេខ្ញុំអត់បានធ្វើទេអ្នកមិនបានធ្វើអីចៅយូអ្នកកុំចេះតែនិយាយមានរឿងអីហ្នឹងហាស៊ូយ៉ាវខ្ញុំស្មានថាអ្នកពូកែបណ្ណាស្រែកមួយថ្ងៃហើយប្រព័ន្ធគំទៀតហើយគ្រាន់តែជាជនបោកប្រាស់សោះមិនមែនទេលើកនេះមិនមែនជាការវាយប្រហារ software ទេតែជាបញ្ហា hardware គឺម៉ាស៊ីនមេ hardware ខូចហើយឥឡូវនេះហៅម៉ាស៊ីនមេថ្មីមកក៏មិនទាន់ដែរម៉ាស៊ីនមេគឺជាឧបករណ៍ទំនើបបំផុតដែលក្រុមហ៊ុនគូគឺផ្ដល់ឲ្យតែខាងក្រុមហ៊ុនគូគឺអាចជួសជុលបានពួកអ្នកអាចជួសជុលបានមែនទេលក្ខខណ្ឌនៅដដែលមួយគឺបង់ថ្លៃជួសជុលឲ្យពួកយើងពីរគឺលោកក្រុមហ៊ុននិងបច្ចេកវិទ្យាទាំងអស់គ្រាន់តែជួសជុលម៉ាស៊ីនមេតើមែនទេខ្ញុំធ្វើខ្លួនឯងអ្នកជាស្រីចេះជួសជុលម៉ាស៊ីនមេដែរការរៀនមហាវិទ្យាល័យខ្ញុំជួសជុលរាប់មិនអស់ទេជប់សិននេះជាឧបករណ៍ផ្ដាច់មុខរបស់ពួកយើងបើគ្មានការអនុញ្ញាតឲ្យរុះរើជួសជុលនឹងធ្វើឲ្យការធានានិងសេវាកម្មទាំងអស់ត្រូវបញ្ចប់ភ្លាមផលវិបាកនេះអ្នកទទួលខុសត្រូវរួចទេមានខ្ញុំនៅទីនេះក្រុមហ៊ុនអ៊ីជឺមិនត្រូវការពួកអ្នកទៀតទេអ្នកបានហើយស៊ូយីងអ្នកពូកែពេកហើយកុំអាលអត់ពេកមិនដឹងជាជួសជុលឲ្យខូចជាងមុនឬអត់ទេវ៉ាជួសជុលបានសម្រេចមែនជួសជុលបានហើយមែនទង្វើរបស់ពួកអ្នកបានរំលោភលើកិច្ចព្រមព្រៀងថែទាំឧបករណ៍យ៉ាងធ្ងន់ធ្ងរឥឡូវនេះក្នុងនាមក្រុមហ៊ុនគូគឺខ្ញុំសូមប្រកាសជាផ្លូវការថាបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីជឺនិងការគ្រប់គ្រងបច្ចេកទេសទាំងអស់ពេលខ្ញុំទៅបាត់មើលទង្វើល្អរបស់ខ្លួនឯងទៅអ្នកធ្វើឲ្យពួកគេអន់ចិត្តហើយថ្ងៃក្រោយបើគ្មានការគ្រប់គ្រងបច្ចេកទេសពីគូគឺចាំមើលថាអ៊ីជឺរੂបានដោយរបៀបណាអ្នកនៅតែមិនយល់ទៀតអេអ្វីដែលពួកគេចង់បានមិនមែនជាកិច្ចសហការទេតែជាការលេបត្របាក់បើថ្ងៃនេះអ្នកអង្គក្បាលដាក់ពួកគេថ្ងៃស្អែកពួកគេនឹងជន់ក្បាលអ្នកមិនខានអ្នកភ្លេចប្រវត្តិសាស្ត្រថយមែនទេអ្នកកុំមកទេគ្នាដាក់ខ្ញុំអ្នកភ្ញាក់រលឹកខ្លះទៅកាលពីមុនពេលពួកយើងបិទប្រទេសស្មានថាគ្មានរឿងអីជាមួយគេតែលទ្ធផលយ៉ាងម៉េចគេប្រើអាភៀននិងកាំភ្លើងធំមកបង្ខំយើងបើកទីផ្សារសង្គ្រាមពាណិជ្ជកម្មសង្គ្រាមបច្ចេកវិទ្យាការលុបជង្គង់អង្គរគេមិនដែលធ្វើឲ្យគេដោះលែងយើងនោះទេការដកថយនិងការសម្របសម្រួលមានតែធ្វើឲ្យគេបានចិត្តហើយចុងក្រោយគឺមានតែសេចក្តីវិនាសអ្នកកំពុងតែនិយាយយកត្រូវតែឯងហើយខ្ញុំធ្វើដើម្បីរក្សាក្រុមហ៊ុនតើ
លោកនាយកវាងមិនបាច់ប្រកែកទៀតទេខ្ញុំមិនត្រឹមតែជួសជុល server បានទេថែមទាំងបានស្រោចស្រង់វីដេអូកាមេរ៉ាដែលត្រូវគេលុបមកវិញទៀតថតចុះជំនួយការរបស់អ្នកដាក់មេរោគហើយថែមទាំងបំផ្លាញ server ក្នុងពេលកំពុងច្របូកច្របល់ទៀតចង់ឲ្យខ្ញុំចាក់ឲ្យមើលទេសន្តិសុខប្តឹងប៉ូលីសចាប់លោកនាយកវាងពីបទចោរកម្មពាណិជ្ជកម្មនិងបទបំផ្លិចបំផ្លាញអាជីវកម្មដោយចេតនាទៅកុំអីលោកប្រធានលីលើកលែងឲ្យខ្ញុំផងខ្ញុំគ្រាន់តែមួយពេលលោកប្រធានលីលើកលែងឲ្យពួកខ្ញុំផងទៅអញ្ចឹងលើកនេះពិតជាអរគុណអ្នកខ្លាំងណាស់ស៊ូយីងអ្នកជំងឺមានអារម្មណ៍តានតឹងខ្លាំងយូរហើយបូករួមទាំងការរស់នៅមិនទៀងទាត់ធ្វើឲ្យរាងកាយចុកខ្សោយខ្លាំងឥឡូវគាត់ត្រូវតែសម្រាកញ៉ាំឲ្យបានគ្រប់គ្រាន់ដេកឲ្យបានឆ្អែតដើម្បីយកកម្លាំងមកវិញបើនៅតែប្រឹងទៀតរាងកាយនឹងទ្រាំមិនបានទេអ្នកដឹងខ្លួនហើយលោកប្រធានខ្ញុំអាចមើលថែខ្លួនឯងបានសុខភាពរបស់អ្នកឥឡូវនេះសំខាន់ចំពោះក្រុមហ៊ុនណាស់មិនថាក្នុងនាមការងារឬរឿងផ្ទាល់ខ្លួនទេខ្ញុំត្រូវតែមើលថែអ្នកតែអ្នកជាសះស្បើយលោកប្រធានគូស៊ូយីងនៅមន្ទីរពេទ្យល្អឆ្លៀតពេលដែលគេកំពុងធ្វេសប្រហែសធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ទៅលើកនេះត្រូវតែយកប៉ាតង់ពីដៃគេមកឲ្យបានយល់ទេធ្វើបែបនេះគឺដើម្បីងាយស្រួលឲ្យខ្ញុំមើលថែអ្នកមួយរយៈនេះស្នាក់នៅផ្ទះខ្ញុំសិនទៅអេវ៉ាលីរបស់អ្នកខ្ញុំបានឲ្យគេជញ្ជូនមកអស់ហើយមិនក៏អ្នកស្គាល់អាសយដ្ឋានផ្ទះខ្ញុំហើយមនុស្សរបស់អ្នកចូលក្នុងផ្ទះខ្ញុំបានដោយរបៀបណាអ្នកភ្លេចហើយអេពេលខ្ញុំចាប់ផ្ដើមរកស៊ីដំបូងក៏រហូតដល់គ្មានលុយជួលបន្ទប់ក្រោមដីនៅគឺអ្នកជាអ្នកឲ្យខ្ញុំស្នាក់នៅឲ្យខ្ញុំនៅផ្ទះរបស់អ្នកស្នាក់នៅអស់រយៈពេល3ខែគឺអ្នកជាអ្នកប្រាប់លេខកូដទ្វារផ្ទះមកខ្ញុំប្រហែលជាមានរឿងបែបហ្នឹងមែនចូលមកច្រើនឆ្នាំហើយលេខសម្ងាត់គឺជាថ្ងៃកំណើតរបស់អ្នកមិនដែលបដូរទេខ្ញុំទម្លាប់ទៅហើយខ្ញុំខ្ជិលបដូរវាណាស់ចុះអ្នកវិញការចងចាំល្អដែរតើយប់នេះខ្ញុំគេងបន្ទប់មួយណានៅទីនេះមានបន្ទប់គេងតែមួយទេផ្សេងទៀតខ្ញុំកែទៅជាបន្ទប់ធ្វើការរោងកុននិងកន្លែងហាត់ប្រាណអស់ហើយមានបន្ទប់គេងតែមួយអ្នកមិនមែនចង់គេងបន្ទប់ជាមួយខ្ញុំទេមែនទេពួកយើងមិនដែលគេងជាមួយគ្នាទេហេពួកយើងមិនដែលគេងជាមួយគ្នាទេចុះលើកនោះខ្ញុំស្រវឹងខ្លាំងពេកខ្ញុំមិនដឹងថាអ្នកនៅក្នុងបន្ទប់ទេលើកនោះមិនរាប់បញ្ចូលទេចុះលើកមុននោះទៀតពេលខ្ញុំកំពុងងូតទឹកអ្នករត់ចូលមកពីក្រៅនោះក៏ដោយសារមិនប្រយ័ត្នដែរលើកនោះខ្ញុំឈឺពោះខ្លាំងខ្ញុំមិនដឹងថាអ្នកនៅក្នុងបន្ទប់ទឹកទេម្យ៉ាងទៀ
បើអ្នកមិនមានចិត្តណាហេតុអីមុខក្រហម ខ្ញុំ លោកគូពួកយើងគ្មានអីត្រូវនិយាយគ្នាទេ ចុះបើជារឿងតាក់ទងនឹងម្ដាយរបស់អ្នកវិញ អ្នកចង់មានន័យថាម៉េច បើចង់ឲ្យម្ដាយអ្នកមានសុវត្ថិភាពធ្វើតាមអ្វីដែលខ្ញុំប្រាប់មកអាសយដ្ឋានដែលខ្ញុំផ្ញើឲ្យភ្លាមចង់ចាំថាមកតែម្នាក់ឯងបានហើយអូមែនហើយអ្នកកុំគិតចង់ប្តឹងប៉ូលីសឲ្យសោះអ្នកដឹងហើយខ្ញុំជាអ្នកជំនួញខ្ញុំគ្រាន់តែចង់រកស៊ីជាមួយអ្នកប៉ុណ្ណោះឲ្យតែអ្នកយល់ព្រមតាមសំណើរបស់ខ្ញុំធានាថាម្ដាយរបស់អ្នកនឹងមានសុវត្ថិភាពឲ្យតែអ្នកយល់ព្រមតាមសំណើរបស់ខ្ញុំធានាថាម្ដាយរបស់អ្នកនឹងមានសុវត្ថិភាព ខ្ញុំមានការខ្ញុំទៅសិនហើយ គេបានធ្វើអី គូរួយប៉ាវចាប់ខ្លួនម្ដាយខ្ញុំហើយគេឲ្យខ្ញុំទៅជួបគេឥឡូវនេះ ខ្ញុំទៅជាមួយអ្នក ឥឡូវនេះគេដូចជាឆ្កែឈួតចឹងគេតច្រកហើយរឿងអីក៏គេហ៊ានធ្វើដែរបើអ្នកទៅជាមួយវានឹងមានគ្រោះថ្នាក់ដល់ម្ដាយខ្ញុំ មិនបាច់បារម្ភទេខ្ញុំមានវិធីចាត់ការគេចាំអ្នកយូរហើយស៊ូយ៉ានចឹងខ្ញុំនិយាយចូលសាច់រឿងតែម្ដងទៅខ្ញុំអាចអញ្ជើញម្ដាយអ្នកមកម្ដងបានក៏អាចអញ្ជើញមកលើកទី2ទី3បានដែរបើចង់ឲ្យគាត់ចាស់ទៅដោយសុវត្ថិភាពចុះហត្ថលេខាលើវាទៅចុះហត្ថលេខាទៅអ្នកនឹងក្លាយជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Gashi ហើយថែមទាំងទទួលបានប្រាក់បំណាច់ចុងឆ្នាំយ៉ាងពិតប្រាកដព្រមទាំងភាគលាភនិងភាគហ៊ុនទៀតលក្ខខណ្ឌនេះពិតជាមានទឹកចិត្តណាស់មែនទេលោកប្រធាន Gashi អ្នកមិនបាច់និយាយល្អស្ដាប់ពេកទេអនុប្រធានគ្រាន់តែជាឈ្មោះคล้ายៗប៉ុណ្ណោះឯភាគហ៊ុននិងភាគលាភគឺអាស្រ័យលើអ្នកចាត់ចែងតែម្នាក់ឯងដល់ថ្ងៃណាមួយដែលខ្ញុំអស់តម្លៃប្រើប្រាស់អ្នកនឹងទាត់ខ្ញុំចោលមិនខានអ្វីដែលអ្នកចង់បានគឺមានតែប៉ាតង់ប៉ុណ្ណោះត្រូវទេ ត្រឹមត្រូវខ្ញុំពិតជាចង់បានប៉ាតង់សង្គ្រាមជំនួញពេលខ្លះត្រូវតែបញ្ចេញសញ្ញាវាខ្លះហើយអ្នកត្រូវមើលឲ្យច្បាស់ថាអ្នកគ្រាន់តែជាអ្នកស៊ីឈ្នួលថោកម្នាក់ប៉ុណ្ណោះនៅចំពោះមុខមូលធនពិតប្រាកដអ្នកគ្មានសមត្ថភាពការពារខ្លួនឯងទេមនុស្សសំខាន់បច្ចេកវិទ្យារបស់អ្នកភាពក្រអឺតក្រទុំរបស់អ្នកគឺគ្មានតម្លៃសោះ ខ្ញុំអាចចុះហត្ថលេខាបាន